តោះមួយខាងដែរបាត់គឺយើងអេតនៅទូថ្មីមួយចុះបងប្អូនសារតែមួយរយៈនេះគឺវាបងប្អូនយើងបានគឺកាត់មករោទិញទូរស័ព្ទនេះច្រើនដែរដោយសារតែយើងអត់ទាន់បានរៀបចំបាទដោយសារតែយើងចាប់ដើមដំបូងនេះវាខ្វះខាតដើមតូនដែរបងប្អូនដូច្នេះក៏យើងចាប់ដើមរៀបចំបងប្អូនដោយសារតែមួយរយៈនេះគឺទូរស័ព្ទយកទៅបានរៀបទេយើងពុកខុសទៅលើការជួសជុលបាទដោយសារតែឥឡូវនេះគឺគូស្មីចាប់ដើមអាប់ដេតទៅលើទូរស័ព្ទទេបងប្អូនដោយសារតែយើងចាប់ដើមដំបូងយើងខ្វះខាតដើមតូនច្រើនបងប្អូនដូច្នេះគឺយើងទៅវាសំបងប្អូនឥឡូវយើងអេតនៅទូថ្មីមួយទៀតហើយគឺយើងនឹងត្រៀមលក់ទូរស័ព្ទមុនភ្ជុំដែរយើងនឹងធ្វើឲ្យបានដោយសារតែបាទពេលយើងចាប់ដើមដំបូងវាលំបាកបន្តិចហើយក៏សូមអរគុណមួយដែលតែងតែគ្រប់ត្រូលតែងតែជួយ support បន្តតែការជួសជុលទួយទិញនិយាយមួយដែលមកទិញសម្បកនេះទៅសេវាកម្មទាំងអស់ដែលតែងតែគ្រប់ត្រូលពុះស្មីផងដែរបើសិនជាអត់មានបងប្អូនគ្រប់ត្រូលទេយើងក៏អត់បានដែរបងប្អូនសនការចាប់ដើមវាលំបាកមែនទែនប៉ុន្តែយើងឃើញថាការចាប់ដើមរបស់យើងក៏វាដាច់ទៅមុខរៀងរលូនក៏ដែរដោយសារតែមានការគ្រប់ត្រូលពីបងប្អូនផងដែរបាទតោះឥឡូវសារតែមានបងប្អូនយើងគាត់ប្រូទិញទូរស័ព្ទច្រើនដែរដូច្នេះក៏យើងពុះស្មីក៏បំពេញតាមចាត់ហេតុជួនបាទឥឡូវនេះគឺយើងរៀបចំអេតនៅទូថ្មីមួយហើយបងប្អូនអានេះយើងមើលទៅគឺអេមដែរយើងអាប់ដេតបន្តិចដែរបងប្អូនទៀតយើងនឹងមានជាទូរស័ព្ទលក់ច្រើនដែរដោយសារយើងធ្វើបន្តិចសិនបងប្អូនយើង step by step កុំលឿនពេកយ៉ាត់ជាគួរសមភាពរបស់យើងធ្វើវាសំបងប្អូនបាទតោះឥឡូវគឺថ្ងៃនេះគឺគាត់ថាខ្ញុំបានអេតទូថ្មីទៀតនឹងលក់ទូរស័ព្ទ model ថ្មីទំនើបទៀតហើយបាទសង្ឃឹមបងប្អូននឹងនៅតែបន្តគ្រប់ត្រូលផងដែរបាទតោះឥឡូវសម្បកយើងមករយៈនេះក៏យើងអត់ទាន់បានអេតអាប់ដេតដែរដោយសារវារវល់រៀបតោហ្នឹងគឺត្រូវរៀបទូបន្តទៀតបាទតោះឥឡូវបន្តិចទៀតនឹងយើងនឹងអេតនៅសម្បកបន្ថែមទៀតផងដែរបាទតោះឥឡូវនេះគឺយើងអាប់ដេតទូហ្នឹងថ្ងៃនេះបាទយើងរៀបចំកន្លែងធ្វើសម្បកបន្តទៀតបាទតោះឥឡូវគឺវីដេអូនេះក៏មានប្រព័ន្ធដែរបាទចំពោះហើយក៏សូមអរគុណបងប្អូនទាំងអស់ដែរដែលតែងតែគ្រប់ត្រូលហាងពុះស្មីលក់ទូរស័ព្ទដៃសាររលូនផងដែរបាទ